ធ្លាប់តែញ៉ាំបាយម៉ោង4ម៉ោង5ល្ងាចតែថ្ងៃនេះធ្លាក់ដល់ម៉ោង7ម៉ោង8យប់និយាយពីថាកូនស្រែកហេវបាយពេញផ្ទះតែធ្វើមិនទេបើម៉ែនេះអាឡ័យតែរវល់ធ្វើជាងចឹងហើយដាច់បាយទាំងអស់គ្នានឹងមិនដាច់តែកូនទេតាមពិតមិនដាច់អីទេគ្រាន់តែយប់ជាងរាល់ដងធ្លាប់តែម៉ោង4ម៉ោង5ល្ងាចតែថ្ងៃនេះរៀងយប់ព្រោះម៉ោង7ម៉ោង8ហើយសម្រាប់អ្នកផ្សេងផ្ទះផ្សេងអីគឺធម្មតាដែរតែផ្ទះខ្ញុំគឺយប់ទៅស្មានហ្នឹងបើបាយវិញខ្ញុំដាក់ដាំចោលតាំងពីម៉ោង3ល្ងាចតែបានធ្វើម្ហូបអីទុកទេដោយសារក្នុងទូហ្នឹងក៏អត់មានម្ហូបអីត្រូវធ្វើដែរពេលដល់ម៉ោងញ៉ាំបាយហ្នឹងប្តីថាទៅរកទិញគោដុតយកមកញ៉ាំជាមួយបាយគ្រាន់តែលើប្តីថាទៅទិញគោដុតហ្នឹងក៏ស្រែកថាឈប់ភ្លាមមិនបាច់ទៅទិញទេយកសាច់គោយើងក្នុងទូមកដាក់អាំងមកសាច់គោនេះសល់ពីប្រឡាក់ជៀនថ្ងៃមុនខ្ញុំថាទុកធ្វើសាច់អាំងការ៉េហ្នឹងឥឡូវមានតែបានការ៉េអីទេចាគឺដាក់អាំងយកភ្លាមហ្មងហើយបើបន្លែសម្រាប់អាំងវិញហ្នឹងក៏អត់មានអីដែរទៅមានតែខ្ទឹមប្រាំង2មើមហើយការ៉ុតបន្តិចនៅក្នុងទូទេតែការ៉ុតហ្នឹងគឺខ្ញុំអត់យកមកដាក់អាំងទេដោយសារអត់មានអ្នកចេះញ៉ាំបើខ្ទឹមប្រាំងវិញកូនខ្ញុំគឺចូលចិត្តខ្លាំងហ្មងឲ្យតែញ៉ាំសាច់អាំងម្ដងគឺគាត់ចូលចិត្តណាស់ខ្ទឹមប្រាំងដាក់អស់ហ្មងហើយកន្លែងនេះវិញឃើញហើយគឺថាល្អណាស់ខ្លាំងហ្មងណាគ្រាន់តែដួសបាយដាក់ចានភ្លាមគឺថាកាយញាត់ជាមួយនឹងទឹកថៃហ្នឹង1ម៉ាត់2ម៉ាត់សិនហើយដោយសារហេវពេកហើយសាច់អាំងនេះក៏ខឆ្អិនទៀតគ្នាធ្លាប់តែញ៉ាំបាយម៉ោង4ម៉ោង5ល្ងាចចឹងហើយធ្លាក់ដល់ម៉ោង7ម៉ោង8បើសិនជាអត់ហេវអត់ឃ្លានទេទៅចម្លែកតែមិនអីទេយូរម្ដងហើយណាមួយគាត់បានដោះគោហូហែដែរតាំងពីថ្ងៃហើយបើខ្ញុំវិញនេះសាច់អាំងអត់អស់ចិត្តទេតែឲ្យប្តីឆុងមីគោកឲ្យនឹងមួយចានទៀតមីក៏ញ៉ាំបាយក៏ញ៉ាំសាច់អាំងក៏ញ៉ាំនិយាយទៅគឺថាញ៉ាំទាំងអស់ហ្មងឥឡូវងាកមកសាច់អាំងខ្ញុំវិញគឺថាសាច់អាំងខ្ញុំចាប់ផ្ដើមឆ្អិនហើយនិយាយថាខ្ទឹមប្រាំងនេះអាំងចង់យូរជាងសាច់ទៀតឥឡូវយកសាច់មកដុំទៅកាត់ឲ្យកូនសិនហើយកូនខ្ញុំនេះញ៉ាំបាយបដាជាមួយនឹងខ្ទឹមប្រាំងទឹកស៊ីអ៊ីវទឹកថៃនឹងចង់អស់មួយចានហើយឥឡូវគឺចូលចិត្តណារឿងសាច់អាំងសាច់អីហ្នឹងណាសាច់គោប្រទះដៃអីហ្នឹងគឺថាចូលចិត្តលេខ1ហ្មងហើយខ្ញុំនេះកាត់ឲ្យកូននេះនៅសល់បន្តិចហ្នឹងគឺថាភ្លក់ខ្លួនឯងជ្រលក់ជាមួយនឹងទឹកថៃមកនិយាយពីថាជាតិណាស់កូនខ្ញុំដល់តែពេលគាត់ឃ្លានបាយខ្លាំងអញ្ចឹងស្រួលមួយយ៉ាងដែរតាពេលម៉ោងបាយគឺអត់ចាំបាច់ហត់ឈ្លុះគ្នាព្រោះដងម៉ោងបាយនេះគឺថាម៉ោងធ្វើសង្គ្រាមហ្មងផឹកគាត់ធ្វើសង្គ្រាមលីក៏ធ្វើសង្គ្រាមដែរតាធ្វើគ្រប់ពេលឲ្យតែម៉ោងបាយដល់តែគាត់ហេវខ្លាំងអញ្ចឹងមានអីគាត់កាយញាត់ខ្លួនឯងនឹងយើងមិនចាំហត់មាត់មិញកាត់សាច់ឲ្យកូនហើយឥឡូវកាត់សាច់ឲ្យប្តីម្ដងនិសាប្តីខំទៅធ្វើមីហិលឲ្យនិយាយទៅកាត់ហើយនៅសល់ចុងកតុយនេះគឺថាភ្លក់ទៀតហើយលើកនេះដាក់ជាមួយនឹងខ្ទឹមប្រាំងមកប្រទេសមកឲ្យថែមជីមកសន្លឹកទៀតមកនិយាយពីថាអូជាតិណាស់អ្នកទាំងអស់គ្នាហើយសាច់ហ្នឹងណាភ្លក់សាច់អាំងហើយឥឡូវមកចាត់ការមីគោម្ដងមីនេះប្តីខ្ញុំអ្នកឆុងឲ្យនិយាយពីថាដាក់ពងទាឡើង2គ្រាប់ហ្មងខ្លាច់ប្រពន្ធស្គរមកហើយពងទានៅឡើងជាប់ភ្នៅហើយឡើងខ្ទិះហ្មងអូជាតិខ្លាំងណាស់មើលលើកមកឡើងហុយផ្សែងនៅហុយហ្មងអូចាប់មកចកដាក់ចូលមកនិយាយពីថាជាតិអែមមែនតែនហ្មងណាគេខ្លះចូលចិត្តអញ្ចឹងចេញមុខភ្លាមមកហើយដាក់ស្ទីងមកកំប៉ុងតិចទៀតនិយាយពីថាអែមដល់កអែមមិនអែមមើលតែចាណាដឹងហើយណាគឺថាអស់ខ្ទេចខ្ទីគ្រប់យ៉ាងហ្មងបើកូនខ្ញុំវិញសំបីតែខ្ទឹមប្រាំងសល់ទូចមួយហ្នឹងក៏ញ៉ាំអត់ឲ្យសល់ដែរហើយវីដេអូនេះក៏ដល់ទីបញ្ចប់ដែរបាយ